សូមជម្រាបសួរដល់បងប្អូនទាំងអស់គ្នាសង្ឃឹមថាបងប្អូនទាំងអស់គ្នាសុខសប្បាយមិនថាផ្លូវកាយហើយនិងផ្លូវចិត្តថ្ងៃមុនដូចវីដេអូដែលខ្ញុំបានបង្ហាញអញ្ចឹងខ្ញុំបានរៀបសភៅចាប់ផ្ដើមរៀបសភៅមករាប់ចំនួនសភៅដាក់ចំណងដូចធ្វើតារាងសភៅដើម្បីដឹងថាសភៅយើងមានចំនួនប្រមាណមានសភៅអីខ្លះហើយបែងចែកប្រភេទសភៅហ្នឹងទៅតាមផ្នែកវានីមួយៗថាជាសភៅប្រភេទអីអញ្ចឹងណាហើយពេលដែលរើសភៅយកមកវាយបញ្ជីវាយអីចឹងទៅយកមកដាក់មកកន្លែងហើយដាក់ជាដុំហ្នឹងឃើញសភៅមួយដែលខ្ញុំនឹកឃើញសភៅហ្នឹងគឺសភៅហ្នឹងល្អខ្លាំងមែនតើប៉ុន្តែជាសភៅភាសាអង់គ្លេសណាបងប្អូនសភៅហ្នឹងមានចំណងជើងថា The Millionaire Next Door ឬដែលសរសេរដោយពួកគាត់ទាំងពីរនាក់ហ្នឹងគាត់គឺជាបណ្ឌិត PhD ឈ្មោះ Thomas Stanley ហើយនិង William Danko ខ្ញុំនឹកឃើញខ្ញុំអានសភៅហ្នឹងប្រហែលជាប្រហែលឆ្នាំហើយ3-4ឆ្នាំអីហើយបងប្អូនពួកខ្ញុំចាំថាពេលហ្នឹង COVID អត់ទាន់ស្បើយខ្លាំងទេហើយសភៅមួយហ្នឹងគេនិយាយអំពីចំណងជើងសភៅហ្នឹង The Millionaire Next Door ហ្នឹងបានន័យថាមហាសេដ្ឋីដែលនៅជាប់ផ្ទះយើងដែលគេចង់សម្ដៅថាពេលខ្លះយើងរស់នៅអ្នកជិតខាងរបស់យើងជាប់ផ្ទះយើងហ្នឹងយើងអត់ទាំងដឹងថាគាត់ជាមហាសេដ្ឋីផងដោយសារការរស់នៅរបស់គាត់វាសាមញ្ញពេកប៉ុន្តែចង់បញ្ជាក់បងប្អូនថាសភៅហ្នឹងទៅសេឡើងគឺជាតាមរយៈការសិក្សាស្រាវជ្រាវច្បាស់លាស់ពីពួកគាត់ទាំងពីរអ្នកដែលជាបណ្ឌិតគាត់មានជំនាញនៅក្នុងការសិក្សាស្រាវជ្រាវហើយតាក់ទងនឹងហិរញ្ញវត្ថុតាក់ទងនឹងសេដ្ឋកិច្ចអីចឹងទៅនៅពេលដែលគេសរសេរហ្នឹងគេធ្វើការសិក្សាស្រាវជ្រាវដោយផ្អែកទិន្នន័យទៅលើអ្នកដែលរស់នៅសហរដ្ឋអាមេរិកប៉ុន្តែអ្វីមួយដែលសំខាន់គឺគេចង់បញ្ជាក់ប្រាប់យើងថាมันប្រកាសថាអ្នកដែលរស់នៅជាប់ផ្ទះយើងហ្នឹងគាត់ក្រហើយពេលខ្លះយើងអាចនឹងមិនដឹងថាអ្នកដែលនៅជាប់ផ្ទះយើងហ្នឹងគឺជាមហាសេដ្ឋីឯងហេតុអីបានជាគេនិយាយអញ្ចឹងពីព្រោះអីគេនិយាយថាអ្នកមានពិតណាមានអាកប្បកិរិយាការរស់នៅរបៀបគាត់ចាយវាយសម្ភារៈដែលគាត់ប្រើប្រាស់ខុសពីមនុស្សធម្មតាដែលពេលខ្លះយើងនឹកស្មានមិនដល់ថាអ្នកមានមហាសេដ្ឋីទាំងអស់ហ្នឹងគេធ្វើទង្វើបែបហ្នឹងនៅក្នុងសភៅហ្នឹងគេរៀបរាប់ច្រើនអំពីអាកប្បកិរិយារបស់អ្នកមានទាំងអស់ហ្នឹងដែលគេហៅថាមហាសេដ្ឋីវ៉លលៀនហ្នឹងណាថាគាត់រស់នៅផ្ទះយ៉ាងម៉េចគាត់បើកឡានយ៉ាងម៉េចគាត់ស្លៀកកៅអៅយ៉ាងម៉េចគាត់ប្រើប្រាស់សម្ភារៈបែបណាគាត់ទៅផ្សារឡើងផ្សារនៅប្រភេទផ្សារបែបណាតើគាត់ប្រើប្រាស់លុយគាត់នឹងវិនិយោគទៅលើផ្នែកអីខ្លះគាត់មានមុខរបរអីខ្លះទាំងអស់ហ្នឹងគឺគេរៀបរាប់នៅក្នុងសភៅហ្នឹងហើយខ្ញុំនឹកឃើញមូលហេតុដែលធ្វើខ្ញុំភ្ញាក់ផ្អើលព្រោះអីដូចខ្ញុំនិយាយពីខាងដើមណាថាគេបានរៀបរាប់នៅក្នុងសភៅហ្នឹងថាអ្នកដែលមានពិតប្រាកដមហាសេដ្ឋីវ៉លលៀនពិតប្រាកដមិនមែនជាអ្នកដែលបើកឡានទំនើបប្រើទូរស័ព្ទម៉ាកថ្លៃប្រើសម្ភារៈថ្លៃអាណាចេញមកភ្លាមគេទៅទិញភ្លាមមិនមែនជាអាកប្បកិរិយាហើយមិនមែនជាអ្នកមានពិតទេដែលគេមានលុយពិតគេអត់យកលុយរបស់គេយកទៅចំណាយឥតប្រយោជន៍ទៅលើរឿងទាំងអស់ហ្នឹងឯងដូចជាពេលខ្លះយើងគិតថាអូអ្នកមានមែនតើគេជិះឡានសុទ្ធឡានថ្លៃរាប់ម៉ឺនរាប់សែនដុល្លារអញ្ចឹងទៅប្រើរបស់ប្រើប្រាស់សិទ្ធិរបស់ brand អូទៅផ្សារស្ទើរតែផ្សារនឹងទំនើបអូញ៉ាំរបស់ដូចថាដោយអ្វីដែលយើងឃើញនៅតាមបណ្ដាញសង្គមឬក៏អីចឹងណាអញ្ចឹងប៉ុន្តែគេនិយាយថាអ្នកដែលមានពិតប្រាកដគេធ្វើទង្វើផ្ទុយពីរឿងទាំងអស់ហ្នឹងនៅក្នុងសភៅហ្នឹងគេនិយាយថាអ្នកដែលមានពិតប្រាកដគេអត់ខ្ជះខ្ជាយលុយរបស់គេទៅលើរឿងសម្ភារៈនិយមទេហើយគេក៏មិនដែលដើរទៅអួតប្រាប់មនុស្សគ្រប់គ្នាថាខ្ញុំមានខ្ញុំមានលុយទិញឡានខ្ញុំមានលុយទិញទូរស័ព្ទមកល្អប្រើខ្ញុំមានលុយពាក់មាសពាក់ពេជ្រប្រើកៅអៅស្បែកជើងកំពប់អីណា brand អីទាំងអស់ហ្នឹងគឺមិនមែនជាពួកគាត់ទេពីព្រោះពួកគាត់យល់ថាឬក៏គាត់រៀនទៅគាត់បានដឹងថានៅពេលដែលយើងចំណាយលុយទៅលើសម្ភារៈទាំងអស់ហ្នឹងនេះគឺជាអាកប្បកិរិយារបស់អ្នកក្រមិនមែនអ្នកដែលមានលុយពិតទេពីព្រោះអីពួកគាត់ទាំងអស់ហ្នឹងដែលមានលុយពិតណាគាត់អត់ចំណាយលុយទៅលើឡានថ្មីទេឬក៏របស់ប្រើប្រាស់ថ្មីព្រោះអីរំពេចណាឧទាហរណ៍ដូចជាឡានថ្មីពួកគាត់យល់ថានៅពេលដែលរំពេចណាយើងទិញឡានថ្មីជ្រើងមកហើយយើងបើកចេញពីកន្លែងលក់ទៅរំពេចនោះតម្លៃឡានហ្នឹងនឹងធ្លាក់ថ្លៃជាកង្ហុកហើយនឹងជា
ការខាត់បងរបស់យើងជាជាងបើកឡានថ្មីគាត់សុខចិត្តបើកឡានចាស់មកទឹកឬក៏អ្នកមានខ្លះបើកឡានឡើងកញ្ចាស់បងប្អូនដែលយើងគិតថាគាត់មិនមែនជាអ្នកមានផងហើយគាត់សេពពាក់អាវឡើងសាមញ្ញកៅអៅខ្លះកៅអៅទៅជុះទៀតតែគាត់ទៅទិញពាក់ពីព្រោះគាត់សុខចិត្តចំណាយលុយទាំងអស់ហ្នឹងទៅលើឡានថ្មីសម្ភារៈថ្មីរបស់ប្រើប្រាស់ថ្មីគាត់សុខចិត្តយកលុយហ្នឹងទៅវិនិយោគដើម្បីឲ្យលុយហ្នឹងកើតជាលុយមកវិញជួយដល់គាត់ចឹងហើយបានជាគាត់ដឹងថាអាកប្បកិរិយាបែបហ្នឹងវាត្រឹមត្រូវជាងនៅពេលដែលយើងចំណាយលុយបែបហ្នឹងជាជាងចំណាយលុយទៅលើរបស់សម្ភារៈនិយមចូលផ្សារទំនើបទិញរបស់ថ្លៃអីយកមកញ៉ាំហ្នឹងព្រោះអាហ្នឹងវាអត់បានជួយសម្រួលដល់គុណភាពជីវិតទេវាមានតែបំផ្លាញគុណភាពជីវិតជាងថែមទី2យើងអស់លុយទី3បានន័យថាសម្រាប់ពួកគាត់ទាំងអស់ហ្នឹងដែលជាអ្នកមានពិតវល់លៀនពិតហ្នឹងវាជាទង្វើរបស់អ្នកដែលអត់សូវបានយល់ដឹងច្បាស់លាស់ឬក៏យើងអាចនិយាយបានថាអត់ទាន់មានការអប់រំឬក៏ដឹងអំពីខាងកណ្ដាញវត្ថុចាត់ចែងលុយនឹងបានត្រឹមត្រូវទេអញ្ចឹងនៅពេលដែលខ្ញុំមើលសភៅនឹងហើយខ្ញុំមានការភ្ញាក់ផ្អើលមែនតើហើយវាបរិញ្ញាខ្ញុំបានច្រើនធ្វើឲ្យខ្ញុំដឹងថាអ្នកមានពិតអត់ដែរអួតប្រាប់គេឬក៏បង្ហាញប្រាប់គេតាមរយៈការជិះឡានថ្មីពាក់ពេជ្រពាក់មាសអីជ្រែកខ្លួនឬក៏នៅផ្ទះប៉ុណ្ណានៃធំស្កឹមស្កៃឬក៏អីអ្នកដែលមានពិតគេកាន់តែមានគេកាន់តែស្ងាត់មែនតើគេអត់ចង់ដឹងឲ្យអត់ឲ្យម្នាក់ដឹងទេថាគេមានមែនតើគេទៅផ្សារអីបងប្អូនគេទៅផ្សារពេលណាដែលរបស់ហ្នឹងវាមាន on sale បញ្ចុះតម្លៃអីបានគេទៅទិញមិនពេលរបស់ហ្នឹងចេញមកថ្មីភ្លាមឯងហើយភាគច្រើនពួកគាត់ប្រើរបស់មកទឹកកៅអៅទៅជុះហើយនឹងពេលដែលគាត់ចំណាយគាត់មានហេតុផលត្រឹមត្រូវនៅក្នុងការចំណាយរបស់គាត់អញ្ចឹងនេះគឺជាអ្វីដែលខ្ញុំចងចាំអំពីសភៅមួយហ្នឹងល្អមែនតើបងប្អូនអញ្ចឹងប្រសិនបើបងប្អូនមានឱកាសសូមទៅរកសភៅហ្នឹងអានហើយសភៅហ្នឹងនឹងមាននៅក្នុងបណ្ណាល័យរបស់នាងខ្ញុំហើយសូមជម្រាបប្រាប់បងប្អូនថាសភៅហ្នឹងសម្រាប់អ្នកដែលអាចអានសភៅនឹងបានដើម្បីឲ្យយល់ត្រូវមានចំណេះដឹងខ្លះទី1ប៉ុន្តែទី1គឺត្រូវចេះភាសាអង់គ្លេសមិនត្រឹមតែចេះភាសាអង់គ្លេសប៉ុន្តែក៏ត្រូវតែមានចំណេះដឹងខាងផ្នែកហិរញ្ញវត្ថុខាងផ្នែកចិត្តវិទ្យាខ្លះចេះអានអត្ថបទបែបប្រភេទជាអត្ថបទសិក្សាស្រាវជ្រាវទើបគាត់អានគាត់មានគ្រឹះទាំងអស់ហ្នឹងទើបគាត់អានសភៅហ្នឹងទៅយល់ហើយអញ្ចឹងទៅគាត់នឹកឃើញគាត់ចង់ធ្វើវីដេអូមកចែកម្លែកបងប្អូនទាំងអស់គ្នាគ្រាន់តែជារួមទៅគ្រាន់តែចង់ប្រាប់បងប្អូនថាខ្ញុំបានរៀនពីសភៅមួយនេះធ្វើឲ្យខ្ញុំដឹងហើយចេះសង្កេតមើលអាកប្បកិរិយារបស់មនុស្សហើយដឹងថាតើអ្នកមានពិតឬក៏អ្វីដែលពិតគេអត់សូវសម្ញែងតាមរយៈខាងក្រៅទេប៉ុន្តែគេកាន់តែស្ងាត់គេកាន់តែរស់នៅជាមួយនឹងជីវិតដែលមានគុណភាពជាជាងជីវិតដែលស្រែកក្តែងប្រកាសប្រាប់គេថាអូខ្ញុំអាចធ្វើនេះបានខ្ញុំមានលុយខ្ញុំមានផ្ទះខ្ញុំអូអីចេះទៅអញ្ចឹងវាបង្រៀនខ្ញុំថាខ្ញុំត្រូវចេះប្រទៀបខ្លួនត្រូវចេះដាក់ខ្លួនបើសិនថ្ងៃណាមួយខ្ញុំដល់ចំណុចដូចពួកគាត់អញ្ចឹងឬក៏មិនដល់ចំណុចដូចពួកគាត់ទេប៉ុន្តែវាបង្រៀនខ្ញុំថាជារៀងរាល់ថ្ងៃខ្ញុំត្រូវតែចេះដាក់ខ្លួនហើយកុំសម្ញែងកុំអួតខ្លួនពីព្រោះអីគុណភាពជីវិតរបស់យើងមិនមែននៅលើការឲ្យអ្នកដទៃឃើញថាយើងជាអ្នកមានមិនមែនតាមរយៈចរិតសម្ញែងអួតក្តែងរបស់យើងទេបងប្អូនទាំងអស់គ្នានឹងហើយសភៅនឹងល្អមែនតើជាថ្មីម្ដងទៀតបើបងប្អូនអាចរកសភៅនឹងអានបានល្អណាស់វានឹងជួយយើងបានច្រើនអរគុណបងប្អូនទាំងអស់គ្នានឹងជួបបងប្អូនទាំងអស់គ្នានៅក្នុងវីដេអូក្រោយសង្ឃឹមថាអ្វីដែលខ្ញុំចែកម្លែកនេះជាការជួយមួយដល់បងប្អូនទាំងអស់គ្នាហើយជាថ្មីម្ដងទៀតខ្ញុំចែករំលែកអ្វីដែលខ្ញុំបានរៀនហើយអ្វីដែលជាគ្រឹះសំខាន់នៅក្នុងសភៅមួយហ្នឹងអត់មានគោលបំណងដើម្បីវាយប្រហារនរណាម្នាក់ទេបងប្អូនអរគុណច្រើនជួបគ្នានៅក្នុងវីដេអូក្រោយសូមជម្រាបលា